នេះគឺជាទូរស័ព្ទដៃ Vivo X300 Pro អ្នកទាំងអស់គ្នាគឺជាទូរស័ព្ទដៃដែលមានប្រព័ន្ធកាមេរ៉ាខ្លាំងបំផុតមួយក្នុងពេលបច្ចុប្បន្ននេះខ្ញុំបានធ្វើការ review ទូរស័ព្ទដៃ search បងរបស់វាកាលពី 4-5 ខែមុនរួចមកហើយគឺ Vivo X200 Ultra ហ្នឹងដែលខ្ញុំបានដាក់ឈ្មោះឲ្យវាថាជាស្ដេចកាមេរ៉ានៅឆ្នាំ 2025 នេះហើយនេះគឺជាទូរស័ព្ទដៃ Series Pro ទេតែជាទូរស័ព្ទ Series Pro បន្ទាប់នៅក្នុងវងតកូល X300 ដែលខ្ញុំជឿថាវានឹងមាន X300 Ultra មកទៀតតែសមត្ថភាព Vivo X300 Pro នេះក៏មិនមែនធម្មតាដែរអញ្ចឹងចង់ដឹងថាតើសមត្ថភាពរបស់ទូរស័ព្ទដៃដែលកំពុងផ្ទុះប្រជាប្រិយភាពខ្លាំងមែនទែននៅពេលបច្ចុប្បន្ននេះជាមួយនឹងប្រព័ន្ធកាមេរ៉ាដ៏ល្អឥតខ្ចោះរបស់វាហើយនឹងប្រព័ន្ធប្រតិបត្តិការថ្មីជាមួយនឹង chip ថ្មីរបស់វាមានដំណើរការល្អយ៉ាងណាក្នុងឆ្នាំ 2025 នេះតោះចូលទៅមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាសួស្តីទាំងអស់គ្នាហ្នឹងហើយស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំមួយទៀតដែរហើយថ្ងៃនេះគឺយើងចូលមកមើលទូរស័ព្ទដៃក៏កំពូលមួយនៅពេលបច្ចុប្បន្ននេះដែរដែលធ្វើឲ្យទីផ្សារទូរស័ព្ទដៃនៅពេលបច្ចុប្បន្ននេះមានភាពកក្រើកមែនទែនគឺទូរស័ព្ទដៃ Vivo X300 Pro ទូរស័ព្ទដៃ Vivo X300 Pro គឺវាបំពាក់ប្រព័ន្ធកាមេរ៉ាមកយ៉ាងល្អឥតខ្ចោះតែម្ដងអ្នកទាំងអស់គ្នាខ្ញុំអាចនិយាយឥឡូវតែម្ដងមិនចាំបាច់ទៅដល់កន្លែងកាមេរ៉ាដែលយើងនិយាយទេវាគឺជាប្រព័ន្ធកាមេរ៉ាដែលល្អបំផុតមួយហើយនៅពេលបច្ចុប្បន្ននេះដែលអាចទៅដំតសងគ្នាជាមួយនឹង search បងរបស់វា X200 Ultra បានយ៉ាងងាយស្រួលជាមួយនឹងទូរស័ព្ទដៃកំពូលផ្សេងទៀតដូចជា17 Pro Max Samsung M25 Ultraជាមួយនឹង Oppo Find X9 Pro ដែលជាទូរស័ព្ទដៃដែលមានប្រព័ន្ធកាមេរ៉ាល្អមួយដែរក្នុងពេលបច្ចុប្បន្ននេះអានេះគឺស្ថិតនៅក្នុងស្តង់ដារអស់នៅហើយអ្នកទាំងអស់គ្នាអញ្ចឹងវាពិតជា exciting មែនតើហើយខ្ញុំនឹងនិយាយបន្ថែមទៀតនៅពេលដែលយើងនិយាយដល់រឿងកាមេរ៉ាតែម្ដងវាមិនមែនតែរឿងកាមេរ៉ាទេដែល Vivo ធ្វើឲ្យយើងមានការ surprise នៅក្នុងឆ្នាំនេះជាមួយនឹង Series Pro របស់គេគឺការបំពាក់រូបរាងថ្មីនៅលើនេះដោយការឈូសជ្រុងទាំងអស់ស្មើចេះស្អាតមិនមានកោងទាលកន្លែងណាទៀតទេហើយអេក្រង់ក៏ដាក់មកលាតស្អាតភ្លឹងដែរនៅឆ្នាំនេះមិនដូចនៅឆ្នាំមុនទេដែលមានអេក្រង់កោងអញ្ចឹងឡើយនេះគឺជាការស្វាគមន៍គឺវាជាជំហានចូលទៅក្នុងស្តង់ដារ smartphone នៅពេលបច្ចុប្បន្ននេះហើយគឺគេឈូសរាងស្មើស្អាតមិនមានហ្គេមកោងអេក្រង់អីញ៉ៃញ៉ៃទេទាំងកញ្ចក់ខាងមុខកញ្ចក់ខាងក្រោយរៀបស្មើផ្ទៃលាតស្អាតខ្លាំងមែនតើហើយការរចនាបែបបត់បែបនេះហើយដែលខ្ញុំចូលចិត្តអ្នកទាំងអស់គ្នាដែលខ្ញុំបាននិយាយនៅរឿងនេះជាមួយនឹង Galaxy S24 Ultra រួចហើយ S25 Ultra រួចហើយជាមួយនឹង Find X8 Ultra រួចហើយគឺគេផ្លាស់ប្ដូរមកប្រើកញ្ចក់រៀបហើយនឹងការ design បែបជ្រុងជ្រុងស្អាតមិនមានឃើញសភាពទាលនៅកន្លែងណាទៀតទេកន្លែងនេះគឺចូលជាលក្ខណៈ design ទាន់សម័យវិញហើយអញ្ចឹងពិតជាស្វាគមន៍មែនតើ Series Pro របស់វងតកូល X300 នេះបានបំពាក់រូបរាងថ្មីបែបនេះហើយអាវក្រោះការពារទឹកក៏ដាក់មកពេញលេខដែរអ្នកនរគ្នា IP68/IP69 មិនត្រឹមតែការជំមុជចូលទឹកធម្មតាទេបាញ់ទឹកពីលើជះទឹកពីលើក៏វាគ្មានបញ្ហាដែរអញ្ចឹងមកត្រឹមរដូវកាលភ្លៀងយើងបច្ចុប្បន្ននេះអីគឺស៊ីផុយតែម្ដងអ្នកនរគ្នាអញ្ចឹងមិនត្រឹមតែរូបរាងស្អាតកាត់ឈូសជ្រុងបែបនេះទេវារក្សាកម្រាស់ត្រឹមតែ8មីលីម៉ែត្រតែម្ដងក្នុងពេលតែមួយគឺញាត់ថ្មធំជាងឆ្នាំមុនទៀតគឺ6510មីលីអាំពែរហើយកាមេរ៉ាយើងឃើញថាលៀនចេញខ្លាំងយ៉ាងហ្នឹងយល់ហើយដើម្បីរក្សាកាមេរ៉ា lens ឲ្យមានគុណភាពល្អអញ្ចឹងវាត្រូវតែមាន space កន្លែងណាដើម្បីដាក់កាមេរ៉ាល្អទាំងអស់នោះហើយអញ្ចឹងគេជ្រើសរើសឲ្យ lens កាមេរ៉ារៀងលៀនបន្តិចដើម្បីបំពាក់ hardware កាមេរ៉ាល្អៗទាំងអស់នោះតែម្ដងទៀតខ្ញុំនឹងនិយាយរឿងកាមេរ៉ានៅពេលបន្តិចទៀតនេះអញ្ចឹង frame ជាតួខ្លួនរបស់វានេះគឺផលិតឡើងពី aluminum ទៀតទាំងអស់គ្នាតែសម្រាប់ពណ៌ដែលខ្ញុំទទួលបាននេះគឺគេហៅថា dune brown តែវាមាន3 color ទៀតគឺ phantom black mist blue ជាមួយនឹង cloud white ដែលជាពណ៌សសាមញ្ញនឹងឯងគឺវាធ្វើឲ្យយើងមើលទៅនៃការរចនាស៊ុំ frame របស់វានេះដូចនឹង titanium អញ្ចឹងតែក៏ពិតមិនមែនទេអ្នកទាំងអស់គ្នាគឺវាជា aluminum alloy ទេតែពេលអ្នកទាំងអស់គ្នាចាប់កាន់ទូរស័ព្ទដៃនៅក្នុងដៃគឺមានអារម្មណ៍ថា premium ខ្លាំងមែនទែនអ្នកទាំងអស់គ្នា Vivo ធ្វើបានល្អនៅរូបរាងនិងរចនាបថរបស់វានៅឆ្នាំនេះខ្ញុំពិតជាស្វាគមន៍មែនទែននឹងការបំពាក់ការ design ថ្មីហើយជាមួយនឹងការដាក់មកវិញនៃ material ល្អៗនៅលើ X300 Pro នេះអញ្ចឹងយើងក៏លេខមកមើលខាងឆ្វេងអស់យើងនឹងឃើញមានប៊ូតុងមួយដែលវាជា shortcut ប៊ូតុងដែលយើងអាចសេរីឲ្យវាបើកបិទកម្មវិធីអីផ្សេងៗបានល្អមែនទែនមិនត្រឹមតែបិទបើក flash ឬក៏បិទបើកជាលក្ខណៈ silent and ring mode ឯធម្មតាទេអ្នកទាំងអស់គ្នាអាចចូលទៅកំណត់ app បើក app ណាមួយក៏បានឬក៏ function ក្នុង app នឹងមួយបានទៅទៀតខ្ញុំបាន set up អញ្ចឹងគឺអ្នកទាំងអស់គ្នាចុច hold ឲ្យជាប់វានឹងបើក AVA កន្លែង scan តែម្ដងអញ្ចឹងវាលឿនមែនទែនដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺយើងចុចវាឲ្យជាប់ចាំមកគឺវាចូលទៅដល់កន្លែង scan តែម្ដងអញ្ចឹងវាពិតជា convenient មែនទែនហើយខ្ញុំពិតជាស្វាគមន៍នៃការដាក់ប៊ូតុងឲ្យមានប្រយោជន៍បែបនេះហើយយើងអាចចុច2ដងដើម្បីបើក flash ដូចខ្ញុំបានចុចអញ្ចឹង2ដងបើក flash ចុចជាប់ scan AVA គឺវាប្រើបានច្រើនមែនទែនអ្នកទាំងអស់គ្នាអាចចូលទៅ set បានមិនត្រឹមតែប៉ុណ្្នឹងទេបិទបើកកម្មវិធីអីផ្សេងទៀតគឺបានច្រើនមែនទែនជាមួយនឹង shortcut ប៊ូតុងមកវាអញ្ចឹងឡើយនេះគឺយើងពិតជាស្វាគមន៍ក៏លេខមកមើលខាងក្រោមអ្នកទាំងអស់គ្នានឹងឃើញរនដាក់ SIM បាន2 USB Type C ជាមួយនឹង microphone ហើយនឹង speaker grill មួយគប់ជាមួយនឹង stereo speaker នៅកន្លែង earpiece មួយទៀតដែលជាប្រភេទ stereo speaker មានគុណភាពល្អគួរសមដែរហើយនៅខាងលើគឺជា speaker grill ហើយនៅខាងស្ដាំអស់គឺមានប៊ូតុង power ហើយនឹងប៊ូតុងតម្លាក់តម្លើងសលេងអញ្ចឹងមកជុំតួខ្លួនរបស់វាគឺមានលក្ខណៈ design មក clean ស្អាតល្អមែនទែនអ្នកទាំងអស់គ្នាខ្ញុំពិតជាចូលចិត្តនៃរចនាបថបែបនេះមែនទែនអញ្ចឹងមកកញ្ចប់តួខ្លួនរបស់វាអ្នកទាំងអស់គ្នានឹងទទួលបានការរចនាបែបបត់ design នៃទូរស័ព្ទដៃទាន់សម័យនៅពេលបច្ចុប្បន្ន
នេះហើយមានលក្ខណៈប្រណិតនិង premium ខ្លាំងមែនទែនសម្រាប់ទូរស័ព្ទដៃ Vivo X300 Pro នេះចុះមកដល់អេក្រង់គឺជាចំណុចល្អមួយទៀតដែលគេដាក់ឲ្យយើងប្រើប្រាស់ដែរគឺมันខ្ជិលខ្ជាទេសម្រាប់ Vivo ហើយញាត់ស្ពេចឲ្យយើងប្រើប្រាស់មកនៅលើអេក្រង់របស់វានឹងគឺល្អខ្លាំងមែនទែនវាជាអេក្រង់មានទំហំ 6.78 អ៊ីងអ្នកទាំងអស់គ្នាជាប្រភេទ AMOLED អាចបង្ហាញទឹកពណ៌បានរហូតដល់ 1000 លានពណ៌ refresh rate បាន 120Hz ហើយ PWM របស់វាអាចរត់បានរហូតដល់ 2160Hz HDR10 Plus HDR Vivid Dolby Vision Peak Brightness 4500 nits គឺកប់តែម្ដងអេក្រង់នេះអ្នកទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នាប្រើប្រាស់នៅក្នុងលប់ប្រើប្រាស់នៅក្រោមកម្ដៅថ្ងៃអីគឺស៊ីផុយមិនមានជាបញ្ហាទេជាពិសេសយើងត្រូវការវានៅក្រោមពន្លឺថ្ងៃមើលបានច្បាស់ដោយសារប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យរបស់វាព្រោះយើងត្រូវការអេក្រង់មើលតែយើងថតរូបបានស្អាតឬក៏មិនស្អាតយ៉ាអញ្ចឹងអេក្រង់របស់វាគឺជាអេក្រង់ដែលមានគុណភាពខ្ពស់មួយមិនត្រឹមតែប៉ុណ្្នឹងទេគេដាក់កញ្ចក់ក្រាលការពារគឺ Armor Glass វាមាន resolution Full HD Plus ហើយនឹង density អេក្រង់ 452 ppi អញ្ចឹងវាម៉ត់ខៃតែម្ដងនៃការបញ្ចេញរូបភាពរបស់វាអញ្ចឹងគុណភាពអេក្រង់ប៉ុណ្នេះយើងអាចចាត់ទុកបានថាវាជាកំពូលអេក្រង់មួយនៅពេលបច្ចុប្បន្ននេះរបីវាមិនមាន resolution 2K អីក៏ដោយយើងអត់ចាំបាច់ទេគឺ Full HD Plus 120Hz នេះគឺបោហើយសម្រាប់ទូរស័ព្ទដៃនៅពេលបច្ចុប្បន្ននេះហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺនៅក្រោមអេក្រង់នេះគឺគេបំពាក់មកនឹង Ultrasonic Fingerprint Scanner អ្នកទាំងអស់គ្នាដូចនឹងឆ្នាំមុនដែរទេហើយដំណើរការរបស់វាគឺល្អខ្ចោះដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាមិនចាំបាច់បារម្ភទេជាមួយនឹង biometric របស់វា reliable ជាងពពួក optical ហើយនេះគឺជាការស្វាគមន៍មួយដ៏ល្អមែនទែនដូចខ្ញុំបាននិយាយមុននឹងបន្តិចហ្នឹងគឺប្រព័ន្ធ speaker stereo របស់វាផ្គូផ្ជាមួយនឹងរុន earpiece ខាងលើបែងចែកសលេងមកដាច់ស្អាតគូសំខ្ញុំអាចនិយាយបានថាវាចេះសលេងបានគូសំដែរតែសាច់បាសវានៅមានកម្រិតអ្នកទាំងអស់គ្នាវាមិនធាក់បានស្អាតដូចនឹង Series Ultra ទេសម្រាប់ Vivo X300 Ultra ខ្ញុំគិតថាមាន speaker ល្អជាងនេះបន្តិចដោយសារសាច់បាសវារៀងធ្ងន់ជាងនេះបន្តិចហើយនឹងសំឡេងរបស់វាខ្លាំងជាងនេះបន្តិចតែក៏វានៅតែជាទូរស័ព្ទដៃដែលមានប្រព័ន្ធ speaker ល្អមួយក្នុងចំណោមទូរស័ព្ទដៃកពូផ្សេងទៀតគាត់ថាវាមិនដល់លក្ខណៈ Huawei Honor ឬក៏ searchable របស់វាមុនទេគាត់ថាយើងអាចទទួលយកបានសម្រាប់ប្រព័ន្ធ speaker របស់វាអញ្ចឹងមកកញ្ចប់អេក្រង់នេះខ្ញុំគិតថា Vivo ញាត់ឲ្យយើងប្រើមកបានប៉ុណ្ណេះគឺមកល្មមគូសោះអាចចាត់ទុកបានថាវាជាអេក្រង់ក្នុងទូរស័ព្ទដៃកពូដទៃទៀតហើយក្នុងពេលបច្ចុប្បន្ននេះមិនមែនជាបញ្ហាទេអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាយ៉ាងមានទំនុកចិត្តតែម្ដងចូលមកដល់កន្លែងឆ្ងាញ់ដែលខ្ញុំចង់និយាយតាំងពីបើកក្បាលវីដេអូមកម៉េះកាមេរ៉ាទូរស័ព្ទដៃ Vivo Series X គឺយើងដឹងសមត្ថភាពវាតាំងពី X7 X8 9 X100 X200 Ultra កាលពីឆ្នាំមុនគឺកាមេរ៉ារបស់ Series X នេះអស្ចារ្យតែម្ដងសម្រាប់ Vivo ហើយខ្ញុំបាន review ពី3 model ដែរសម្រាប់ Series កពូរបស់គេនេះ X90 Pro Plus X200 Ultra អីហ្នឹងគឺបានធ្វើ review អស់ហើយឃើញថាសមត្ថភាពកាមេរ៉ារបស់វាគឺអស្ចារ្យតាំងពីអើយមកម្លេះអញ្ចឹងសមត្ថភាពកាមេរ៉ានៅលើ X300 Pro នេះយ៉ាងម៉េចដែរយើងអាចចាត់ទុកបានថាវាជាប្រព័ន្ធកាមេរ៉ាដ៏មានសមត្ថភាពមួយចូលទៅក្នុងការប្រកួតប្រជែងជាមួយនឹងទូរស័ព្ទដៃកពូផ្សេងទៀតនៅចុងឆ្នាំ2025ចូលទៅឆ្នាំ2026ហ្នឹងឯង Vivo បានបំពាក់ sensor ល្អៗនៅលើនេះគឺមាន50 megapixel f1.6 ជា main lens មាន focal length 24mm micron size ធំរហូតដល់ 1.22 micron size មានប្រព័ន្ធទប់លំនឹង OIS មកជំនួយផងដែរសម្រាប់ telephoto periscope zoom 200 megapixel របស់វាអ្នកទាំងអស់គ្នាមាន aperture 2.7 មាន focal length 85mm ហើយនឹង optical zoom នឹងបាន 3.7x អ្នកទាំងអស់គ្នាមានប្រព័ន្ធទប់លំនឹង OIS មកជាមួយផង lens ចុងក្រោយគឺ50 megapixel aperture f2.0 មាន focal length 15mm ជាប្រភេទ ultra wide sensor មានសមត្ថភាពថតយមមុំទូលាយបានរហូតដល់119 degree បើយើងមើលនៅលើ spec គឺយើងឃើញថា sensor របស់វាទំហំ megapixel ដូចនៅនឹង Vivo X200 Pro កាលពីឆ្នាំមុនទេតែអ្វីដែលផ្លាស់ប្ដូរគឺប្រព័ន្ធប្រសេសរូបភាពនៅលើ chip ថ្មី Dimensity 9500 ហើយនឹងការចាប់ដៃគ្នាយ៉ាងស្អិតរមួតជាមួយនឹង size នៃការច្បាច់បញ្ចូលនៃវិទ្យាសាស្ត្រទឹកពណ៌ចាក់មកវិញហើយនឹងផលិតសាច់រូបភាពរបស់យើងបានល្អខ្លាំងមែនទែនដូចអ្នកនរគ្នាបានឃើញចឹងមួយប៉ុស្តិ៍ណាដែលខ្ញុំថតទៅក៏ហៀទឹកមាត់ដែរអ្នកទាំងអស់គ្នាគឺវាពិតជាផលិតរូបភាពឲ្យយើងបានឆ្ងាញ់ដិតហាប់សាច់ទឹកពណ៌ហើយនឹង detail ល្អខ្លាំងមែនទែនមិនទៅសើមិនបានទេអ្នកទាំងអស់គ្នាហើយខ្ញុំតេស្តបដាថតរូបបដាក៏នឹកសម័យថាចុំហើយទូរស័ព្ទដៃ Vivo X300 Ultra វាទៅជាយ៉ាងណាទៅចាហ្នឹងយើងនឹងរងចាំមើលទាំងអស់គ្នាតែត្រឹមមាន Vivo X300 Pro នៅក្នុងដៃពេលនេះដូចជាមានទូរស័ព្ទមួយដែលមានកាមេរ៉ា professional ជាប់ខ្លួនចឹងអ្នកទាំងអស់គ្នាពេលថតរូបអត់ចាំបាច់គិតច្រើនទេដកពីកប៉ៅចុចថតទុកវិញទោះបីអ្នកទាំងអស់គ្នាថតលឿនយ៉ាងម៉េចក៏ដោយក៏រូបភាពនៅចាប់ច្បាស់ល្អហើយការប្រសេសរូបភាពរបស់វានឹងធាក់រូបចុងក្រោយឲ្យយើងមកវិញគឺមានស្នាមញញឹមលើមុខរហូតតែម្ដងសម្រាប់រូបថតមួយស្លឹកចេញពីទូរស័ព្ទដៃ Vivo X300 Pro នេះគឺអ្នកទាំងអស់គ្នានឹងមិនខកបំណងទេអ្នកទាំងអស់គ្នាឃើញរូបភាព sample ខ្ញុំបានដាក់នៅស្រាប់ហើយ main lens របស់វាគឺអស្ចារ្យការបែងចែកទឹកពណ៌ជាមួយនឹងការលើកដាក់ HDR របស់វាគឺ perfect តែម្ដងអ្នកទាំងអស់គ្នា shadow វាយមកលើកន្លែងដែលងងឹតបានខ្ពស់ HDR ចូលទៅជួយកន្លែងដែលមានពន្លឺខ្លាំងឲ្យមកល្មមសាច់រូបភាពរបស់យើងធាក់រូបចុងក្រោយឲ្យយើងមកមានគុណភាពខ្ពស់ជារូបភាពចេញពីទូរស័ព្ទដៃដែលយើងគួរជឿថាការវិវត្តនៃប្រព័ន្ធកាមេរ៉ាក្នុងទូរស័ព្ទដៃបានឈានរហូតមកដល់ពេលនេះហើយអញ្ចឹងគឺវាពិតជាមិនទៅសើមិនបានទេទាំងអស់គ្នាសម្រាប់ main lens 50 megapixel aperture 1.6 របស់វាហ្នឹង telephoto ក៏មិនណយទេអ្នកទាំងអស់គ្នាទំហ
ហំ megapixel 200 megapixel ដូចនៅឆ្នាំមុនដែរទេក៏ប៉ុន្តែការប្រសេះរូបភាពម្ដងទៀតជាមួយនឹងការច្បាច់បញ្ចូលនឹង color science ហើយនឹងការចាក់ទឹកពណ៌របស់ Zeiss នេះគឺអស្ចារ្យខ្លាំងណាស់ទាំងអស់គ្នាខ្ញុំមិនសរសើរមិនបានទេ optical zoom 3.8x របស់វាដែលយើងអាច zoom បុកចូលអស់រហូតដល់ 100x ដំណាក់កាលត្រឹមណាក៏យើងអាចយករូបភាពមកប្រើប្រាស់បានដែរការកាត់កងជាមួយនឹងស្នាមអុចចេញហើយនឹងការដាក់ចូលមកវិញជាមួយនឹងរូបភាព mod គូសំដែលយើងអាចយកមកប្រើប្រាស់បានសម្រាប់ telephoto របស់វាគឺពិតជាការស្វាគមន៍មែនទែនសម្រាប់ខ្ញុំថត 3.7x 10x 30x ហើយនឹង maximum 100x ការទប់លំនឹងរបស់វានៅគ្រប់ step គឺមានលក្ខណៈល្អមែនទែនចាប់ប្លង់របស់យើងនៅបាននឹងល្អទោះបីដៃយើងរៀងញ័រក៏ដោយកន្លែងនេះគឺពិតជាស្វាគមន៍សម្រាប់ telephoto មួយដែលសារថា zoom ឆ្ងាយបើមិនតែយើងអត់ធ្វើបែបនេះទេវានឹងញីញ័រច្រើននឹងធ្វើឲ្យរូបរបស់យើងចេញមកមានសភាពបតាអានេះគឺចាប់នឹងថ្កល់ឬក៏យើងញ័រខ្លាំងបានវាចាប់ដើមមូសទៀតតែបើមិនតែយើងដៃយើងរៀងនឹងគូសំណាគឺវាចាប់រូបភាពនឹងថ្កល់តែម្ដងដើម្បីឲ្យយើងចាប់ថតយករូបភាពអញ្ចឹងកន្លែងនេះគឺពិតជាការស្វាគមន៍មួយទៀតដែល Vivo គិតគូរនឹងការធ្វើបែបនេះអញ្ចឹងអ្នកនរបានឃើញអញ្ចឹងខ្ញុំថត 10x 30x រហូតដល់ 100x ដល់ 100x ហើយក៏វានៅតែផលិតរូបភាពឲ្យយើងវិញបានច្បាស់គូសំដែរមិនទៅសើមិនបានទេអ្នកទាំងអស់គ្នាសម្រាប់សមត្ថភាព telephoto របស់វាអានេះមិនមែនត្រឹមតែមើលលេខមើលអក្សរនៅពីចម្ងាយទេសូម្បីតែរូបភាពអីធម្មតាប៉ាណូនៅឆ្ងាយយើងអាចមើលបានដឹងថាវាជាស្អីទៀតអញ្ចឹងសមត្ថភាព telephoto របស់វាគឺអស្ចារ្យខ្លាំង ultra wide ក៏មិនទៅសើមិនបានដែរអ្នកទាំងអស់គ្នា50 megapixel គឺវាមាន megapixel គ្រប់គ្រាន់នឹងការផលិតសាច់រូបភាពមាន detail ខ្ពស់ការលើក HDR មិនចាញ់ main lens ប្រហែលទេហើយជាពិសេសការរក្សាមុំទលាយមកឲ្យមានកោងជារូបភាពនេះគឺសមត្ថភាពវាមិនងាយនឹងរកបានទេជាមួយនឹងមុំទលាយរហូតដល់119ដឺក្រេអញ្ចឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងវាមិនត្រឹមតែទូលាយខ្លាំងហើយការលើកដាក់ HDR shadow ឲ្យវាវាយមកវិញមកស្អាតតែម្ដងជាមួយនឹង color science របស់ Zeiss ធ្វើឲ្យការឆ្លាស់ពីមួយ lens ទៅមួយ lens main lens telephoto ជាមួយនឹង ultra wide មិនខុសទឹកពណ៌គ្នាច្រើនទេគឺការ control color science របស់ Zeiss នេះគឺល្អខ្លាំងមែនទែននៅលើប្រព័ន្ធទូរស័ព្ទដៃ Vivo X300 Pro នេះអ្នកនរគ្នាពិតជាមិនខកបំណងទេខ្ញុំនិយាយចឹងតែម្ដងបើសិនជាអ្នកនរនិយាយរឿងកាមេរ៉ាចាប់យកទូរស័ព្ទដៃនេះទៅថតដឹងតែមានស្នាមញញឹមនៅលើមុខតែម្ដងការថត portrait វានៅមានកម្រិតអ្នកទាំងអស់គ្នាខ្ញុំអាចនិយាយបានថាវាកាត់ស្នាមត្រេមិនស្អាតដាច់ផឹងដូចស៊េរីកំពូលរបស់ Oppo ទេដូចជា Find X8 Ultra Find X9 Pro នៅក្នុងឆ្នាំនេះគឺកាត់ដាច់ស្អាតតែម្ដងជាមួយនឹង portrait របស់វាអានេះនៅមានកម្រិតនៅលើរូប portrait វានៅមានកន្លែងខ្លះគឺឆ្កៀលមកអត់សូវស្អាតទេជាពិសេសគឺស្នាមសក់នឹងតែម្ដងគឺនៅមានកម្រិតមែនទែនតែមិនអីទេយើងកុំដាក់ឲ្យវាព្រាខ្លាំងពេកដាក់ល្មមប្រើប្រាស់ទៅវានៅអាចសម្គាល់បានខ្លះជាមួយនឹងស្នាមសក់ស្នាមអីល្មមឲ្យយើងប្រើប្រាស់បានអញ្ចឹងអាហ្នឹងគឺជាអ្វីដែលយើងត្រូវចាំពេលដែលយើងប្រើប្រាស់ជាលក្ខណៈ portrait mode សមត្ថភាពវីដេអូវាអាចថតបានរហូតដល់ 8K 30 frame អ្នកទាំងអស់គ្នាហើយខ្ញុំនិយាយម្ដងទៀតទូរស័ព្ទណាក៏ដោយខ្ញុំនិយាយទៅសើពីកាមេរ៉ាវាយ៉ាងម៉េចក៏ដោយអ្វីដែលខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាប្រើគឺ 4K 60 frame ហើយហ្នឹងហើយគឺជាមិត្តភក្តិដ៏ល្អបំផុតរបស់អ្នកទាំងអស់គ្នាព្រោះវាមានការទប់លំនឹងបានល្អ 4K គឺគ្រប់គ្រាន់សម្រាប់ឲ្យយើងប្រើប្រាស់នៅពេលបច្ចុប្បន្ននេះជាមួយនឹង side detail របស់វាហើយ feature អីគឺវាបើកឲ្យយើងប្រើប្រាស់ពេញលេញដូចខ្ញុំបាននិយាយអញ្ចឹង main lens របស់វាមាន OIS ហើយនឹងវាមាន gyro EIS ដើម្បីទប់លំនឹងជំនួយទៀតអញ្ចឹងធ្វើឲ្យការថតវីដេអូរបស់វាចេញមកគឺសឹងតែនឹងថ្កល់អ្នកទាំងអស់គ្នានេះគឺខ្ញុំថតដើរដំណើរលឿនគូសំមិនមែនដើរ slow ទេហើយដៃរបស់ខ្ញុំក៏មានបានកាន់ gimbal ទេដែរគឺដើរថតតែម្ដងគឺយើងឃើញសាច់វីដេអូដែលថតចេញវិញគឺមានលក្ខណៈនឹងស្អាតមែនទែនសាច់ detail ក៏ចាប់យកបានមក100 HDR គឺលើកបានខ្ពស់ល្អហើយការឆ្លាស់ lens ចេញចូលគឺខ្ញុំមិនសរសើរមិនបានទេគឺសឹងតែដូច iPhone ហ្នឹងបងប្អូនកន្លែងនេះគឺខ្ញុំតាមដានច្រើនទូរស័ព្ទឲ្យតែកពូលគឺខ្ញុំតេស្តមើលកន្លែងនេះការឆ្លាស់ lens ចេញចូលរបស់ទូរស័ព្ទដៃ Vivo X300 Pro នេះគឺរឹតតែល្អហើយអ្នកទាំងអស់គ្នាមិនឃើញមានកន្លែង contract lens អីទេសឹងតែមិនឃើញអញ្ចឹងកន្លែងនេះគឺពិតជាស្វាគមន៍មែនទែនហើយនឹងវាខិតទៅរកប្រព័ន្ធកាមេរ៉ាដែលល្អអត់ខ្ចោះមួយដែលយើងមិនបាច់ថាវីដេអូប្រើ iPhone បានល្អវីដេអូប្រើ iPhone បានល្អអត់ទេ Android ឡើយក៏ល្អដែរអ្នកនរគ្នាហើយនេះគឺជាចំណុចចាប់ផ្ដើមដែលខ្ញុំអាចណែនាំឲ្យអ្នកនរគ្នាមកប្រើប្រាស់បានហើយកាមេរ៉ាខាងមុខមានទំហំ50 megapixel ទៀតអ្នកនរគ្នាមាន aperture 2.0 ហើយ focal length របស់វា 20mm ជា lens wide ហើយមាន auto focus មកជំនួយផងដែរកាមេរ៉ាខាងមុខរបស់វាមានសមត្ថភាពល្អខ្លាំងអ្នកនរគ្នាមកត្រឹមអ្នកនរគ្នាយកទៅថត selfie អីទុកចិត្តលើវាបានការ process color science ជាមួយនឹងការលើកដាក់ HDR អីគឺលយដូច main lens នៅខាងក្រោយអញ្ចឹងគឺយើងពិតជាអាចទុកចិត្តបានពេលដែលថតវាគ្រប់ប៉ុស្តិ៍វានឹងច្បាស់ចាប់យក subject របស់យើងនេះមិនឲ្យព្រាលទេបើថតនៅខាងក្រៅខតអីគឺនឹងពពកហើយនឹងមុខយើងនេះគឺឃើញទាំងអស់មិនមានកន្លែងណាស្ញាជាងកន្លែងណាឲ្យយើងពិបាកក្នុងការលុបឲ្យថតម្ដងទៀតអីទេអញ្ចឹងអ្នកទាំងអស់គ្នានឹងសប្បាយចិត្តនៃការថតរូប selfie លេងនៅលើទូរស័ព្ទដៃនេះហើយវាទូលាយទៀតអញ្ចឹងអ្នកទាំងអស់គ្នាមិនចាំបាច់ឈោងដៃឆ្ងាយដើម្បីថតជា group selfie អីគឺមិនចាំបាច់ទេអានេះវាទូលាយគូសំសម្រាប់ឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់តែម្ដងសមត្ថភាពវីដេអូរបស់វាកាមេរ៉ាមុខនេះថតបានកម្រិត 4K 60 frame ទៀតដូចនឹង
lên hàngក្រោយចឹងហើយការទប់លំនឹងរបស់វាទៀតសោតគឺមិនប្រសើរមិនបានដូចលែននៅខាងក្រោយចឹងខ្ញុំតេស្តដើរធម្មតាដូចខ្ញុំបានថតឲ្យអ្នកនរគ្នាមើលចឹងដើរតាណាអត់មានថ្នមដៃកាន់អីទេគេលទ្ធផលធាក់សាច់វីដេអូចុងក្រោយឲ្យយើងមកវិញគឺអស្ចារ្យខ្លាំងហើយខ្ញុំពិតជាសរសើរអញ្ចឹងហើយបាទខ្ញុំនិយាយថាមកកញ្ចប់ប្រព័ន្ធកាមេរ៉ានៅលើនេះអ្នកនរគ្នាមិនចាំបាច់បារម្ភទេ Vivo ញាត់ទាំង spec ទាំង sensor ទាំងការ process រូបភាពទាំងការ control color science របស់ Zeiss ចាប់ដៃគ្នាយ៉ាងស្អិតរមួតជាមួយនឹង Vivo នេះប្រព័ន្ធកាមេរ៉ានៅលើទូរស័ព្ទដៃ X300 Pro នេះគឺជាប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្លាំងមួយនៅពេលបច្ចុប្បន្ននេះដែលអ្នកនរគ្នាអាចប្រើប្រាស់យ៉ាងមានទំនុកចិត្តតែម្ដងហើយទូរស័ព្ទដៃនេះវាមិនខ្លាំងតែរឿងកាមេរ៉ាទេអ្នកទាំងអស់គ្នាដែលខ្ញុំបាននិយាយអញ្ចឹងគឺគ្រឿងក្នុងជាមួយនឹងសមត្ថភាពដំណើរការហើយនឹង performance របស់វាក៏អស្ចារ្យខ្លាំងដែរវាបំពាក់ chip កំពូលមួយក្នុងពេលបច្ចុប្បន្ននេះគឺ Dimensity 9500ដែលវាមានសមត្ថភាពដដំតសងទៅនឹង chip កំពូលរបស់ក្រុមហ៊ុន Snapdragon 8 Elite Gen 5ក៏ប៉ុន្តែបើតាមខ្ញុំដឹងសមត្ថភាព GPU performance ដែលជាអ្វីដែលយើងត្រូវការពឹងពាក់ខ្លាំងនៃការលេង game ផ្សេងៗហ្នឹងគឺមានសមត្ថភាពខ្លាំងជាង chip 8 Elite Gen 5ទៅទៀតអញ្ចឹង chip Dimensity នេះគឺលែងរត់តាម chip Snapdragon ហើយអ្នកទាំងអស់គ្នាឥឡូវនេះគឺវាដដំតសងគ្នាខ្លាំងមែនតែម្ដងហើយសមត្ថភាពប៉ុណ្ណេះគឺយើងគប់អីលើវាក៏វាស៊ីផុយដែរអ្នកទាំងអស់គ្នាគឺរលូនដូចប៊ឺអញ្ចឹងសមត្ថភាពនៅលើ Vivo X300 Pro នេះគប់ផ្សំជាមួយនឹង Origin OS 6.0 ដែលរត់នៅលើ Android 16នៅឆ្នាំនេះធ្វើឲ្យប្រព័ន្ធដំណើរការនៅលើនេះគឺសឹងតែឥតខ្ចោះហើយអ្នកទាំងអស់គ្នាខ្ញុំអត់មានឃើញកន្លែងណាដែលវារត់ញ៉ៃញ៉ៃឲ្យខ្ញុំតាក់ចិត្តតាក់អារម្មណ៍ទេគឺវារលូនស្អាតទាំងការចេញចូលកម្មវិធីទាំងការបើកកម្មវិធីចោលនៅលើ background គឺវាមិន kill app អីនៅ background ចោលញ៉ៃញ៉ៃទេគឺវារក្សា app ឲ្យយើងបានស្អាតល្អហើយចុចចេញចូលបានរហ័សទាន់ចិត្តខ្លាំងមែនទែននៅឆ្នាំនេះ Vivo បានសម្រេចចិត្តយក Origin OS របស់គេនេះទៅជា global version អញ្ចឹងមិនថា global version ហើយឬក៏ China version ទេគឺប្រើ Origin OS ដូចគ្នានៅឆ្នាំនេះអញ្ចឹងហើយមិនចាំបាច់ចំណាយគ្នាទេអ្នកណាប្រើ Origin អ្នកណាប្រើ Funtouch OS អីគឺលែងមានហើយនៅឆ្នាំនេះ Origin OS ទាំងអស់តែម្ដងអញ្ចឹង Origin OS នេះគឺបានធ្វើការដោះខាតធំដែរសម្រាប់ឆ្នាំនេះ Origin OS 6របស់គេធំពេករហូតដល់ខ្ញុំច្រឡំថាចំទូរស័ព្ទដៃនេះ Android ឬក៏ iPhone អ្នកទាំងអស់នេះក៏អាចកលេចមើលខ្លួនឯងទៅនឹងការ design ហើយនឹងការប្រើប្រាស់ជា user interface របស់ទូរស័ព្ទដៃ Vivo X300 Pro នេះគឺវាធ្វើឲ្យយើងគិតដល់ទូរស័ព្ទដៃ iPhone មែនតែម្ដងទាំងកន្លែងដាក់ app 4នៅខាងក្រោមនេះក៏ស្តៀងទៅនឹង iPhone ទាំង control center ក៏ស្តៀងទៅនឹង iPhone រៀងកញ្ចក់ហ្នឹងទាំង notification ក៏ស្តៀងគ្នាវាលយមួយយ៉ាងដែរសម្រាប់យើងវាជារសជាតិថ្មីឲ្យយើងបានភ្លក់នៅក្នុងទូរស័ព្ទដៃ Android តែសម្រាប់ខ្ញុំពេលខ្លះធ្វើដូចពេកមានអារម្មណ៍ថាយើងដូច copy គេតែមិនអីទេវាជាចំណីចក្ខុហើយនឹង feeling ថ្មីសម្រាប់យើងជាអ្នកប្រើប្រាស់ឲ្យតែវាមានដំណើរការល្អហើយនឹងរលូនគឺជាអ្វីដែលយើងចង់បានហើយនិយាយពីរលូនទាំងលេង game ទាំង performance ឥតខ្ចោះអ្នកទាំងអស់គ្នាខ្ញុំបានតេស្ត game ដែលយើងបានតេស្តរៀងរាល់ដងអញ្ចឹង Mobile Legends graphic កប់120 frame រត់ smooth ខ្លាំងមែនតើអ្នកទាំងអស់គ្នាចូលចិត្តលេង Mobile Legends គឺច្បាស់ជាសប្បាយចិត្តនៅលើនេះហើយ Zenless Zone Zero graphic very high ultra 60 frame per second ស៊ីផុយតែម្ដងមិនមែនជាបញ្ហាទេ Immortal Diablo graphic very high 60 frame គឺអ្នកទាំងអស់គ្នាអត់ចាំបាច់បារម្ភរឿងតាក់ឬក៏មានផលប៉ះពាល់ផលរំខានអីទេគឺ smooth ល្អខ្លាំង Asphalt Legend Unite គឺ60 frame graphic very high smooth ខ្លាំងមែនតើអ្នកទាំងអស់គ្នាអញ្ចឹងមកកញ្ចប់ប្រើប្រាស់នឹងការលេង game អ្នកទាំងអស់គ្នាមិនចាំបាច់បារម្ភទេ chip Dimensity 9500នេះគឺអាចកំដរអ្នកទាំងអស់គ្នាបានគ្រប់បែបបទគ្រប់សន្តានហើយការរក្សាកម្ដៅរបស់វាក៏ល្អគួរសមដែរការតេស្ត game របស់ខ្ញុំគឺវាឡើងកម្ដៅដែរតែវាឡើងកម្ដៅដូចតែគេដូចតែឯងមិនហួសហេតុដែលយើងអាចកត់សម្គាល់បានថាវាខុសប្លែកពីទូរស័ព្ទដៃ smartphone ដទៃទេមិនថាវាមិនឡើងសោះទេវាអ៊ុននៅផ្នែកខាងក្រោយដូចនៅនឹងការតេស្តទូរស័ព្ទដៃផ្សេងៗអញ្ចឹងមកកញ្ចប់ performance របស់វាអ្នកនរគ្នាមិនចាំបាច់បារម្ភទេវាគឺជាទូរស័ព្ទដៃដែលមានសមត្ថភាពខ្លាំងហើយបំពាក់មកវិញជាមួយនឹង chip ខ្លាំងនៅពេលបច្ចុប្បន្ននេះហើយអ្វីដែលជាចំណុចខ្លាំងមួយទៀតដែលជាការដោះខាត់ពីឆ្នាំមុនមកដែរគឺថ្មអ្នកនរគ្នាថ្មឆ្នាំនេះមានទំហំ 6510 មីលីអ៊ុំពែធំជាងឆ្នាំមុនដែលមានទំហំត្រឹមតែ 6000 មីលីអ៊ុំពែតែប៉ុណ្ណោះការសាកចូលទៅវិញប៉ះបើដល់ឆ្នាំងសាក flash charge 90 W របស់គេ wireless charge គឺវា support បានដល់40 W ហើយនឹង reverse wireless charge បាន10 W ដែរអញ្ចឹងកន្លែងថ្មគឺជាការ upgrade គួរសមដែលយើងអាចទទួលយកបាន510 មីលីអ៊ុំពែធំជាងមុនប្រហែលជាជិត 10% អីដែរអញ្ចឹងប៉ុណ្ណេះគឺយើងអាចទទួលយកបានហើយទោះបីវាមិនធំខ្លាំងដូច OnePlus 15 7300 មីលីអ៊ុំពែ Find X9 Pro រហូតដល់ 7500 មីលីអ៊ុំពែ 6510 មីលីអ៊ុំពែក៏យើងនៅតែទទួលស្គាល់គេព្យាយាមមិននៅមួយកន្លែងដូចនឹង Samsung ទេដែលបំពាក់ថ្ម 5000 មីលីអ៊ុំពែនោះចាស់ចំនួនប្រមាណសេរីទៅហើយខ្ញុំឮលហៀងមកថា A26 Ultra នោះគឺទៅទៀតហើយ 5000 មីលីអ៊ុំពែហើយបើទៅមែនខ្ញុំនឹងព្យាយាមជន់ឲ្យខ្លាំងជាងនេះទៀតនិយាយដដែលតតែគេដូរថ្ម 5000 មីលីអ៊ុំពែចាស់ចំនួននឹងចេញតែម្ដងអញ្ចឹងសមត្ថភាពថ្មនៅលើនេះគឺយើងអាចទទួលយកបានអ្នកទាំងអស់គ្នាមកប្រើប្រាស់ជាប្រចាំថ្ងៃមកដូចខ្ញុំបានប្រើប្រាស់នេះមានតេស្តកាមេរ៉ាផងលេងហ្គេមតិចតួចផងជាមួយនឹង social media ផងមកដល់ផ្ទះសល់ទឹកប្រហែលជា 20% នេះគឺការប្រើប្រាស់ធ្ងន់របស់ខ្ញុំដែលខ្ញុំតេស្តកាមេរ៉ាឲ្យច្រើន
បើសិនជាអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ធម្មតាលេង social media តិចតួចហើយនឹងថតរូបតិចតួចហ្នឹងខ្ញុំគិតថាដល់ផ្ទះវិញសល់ 40% 30% ហ្នឹងគឺ C point តែម្ដងហើយការសាក់ថ្មចូលទៅវិញពី 10% ដែលខ្ញុំបានប្រើតែរហូតដល់ 100% វិញប្រើប្រាស់រយៈពេលត្រឹមតែជាង50នាទីតែប៉ុណ្ណោះគឺពេញវិញហើយអ្នកទាំងអស់គ្នាចឹងកន្លែងនេះគឺលឿនគួរសមដែរជាមួយនឹងស្លាំងសាក់90 W របស់គេហើយវាមាន feature ច្រើនទៀតដូចជា bypass charging អីផ្សេងៗគឺ support ទាំងអស់នៅលើនេះបើសិនជាអ្នកនេះចូលចិត្តលេង game ច្រើនដោតថ្មចោលបើ bypass charging គឺវាមិនចូលធម្មពលថ្មទៅថ្មទេគឺវាចូលទៅ system តែម្ដងចឹងកន្លែងនេះគឺល្អដែរសម្រាប់អ្នកចូលចិត្តលេង game ច្រើនអញ្ចឹងយ៉ាដូចអ្នកនរបានឃើញអញ្ចឹងមកកញ្ចប់តួខ្លួនរបស់វាគ្រប់កន្លែងណាក៏វាមានសមត្ថភាពល្អដែរព្រោះថាវាជាទូរស័ព្ទដៃកពូលមួយអ្នកនរនៅពេលបច្ចុប្បន្ននេះវាមានតម្លៃក៏មិនថោកណាស់ដែរ700ជាងទៅ800ជាងតាមទំហំ storage ដែលអ្នកនរចង់បាន 256GB ឬក៏ 512GB ក៏ប៉ុន្តែសមត្ថភាពដែល Vivo ដាក់ឲ្យយើងប្រើប្រាស់វិញក៏អស្ចារ្យខ្លាំងដែរនៅក្នុងកញ្ចប់តម្លៃប៉ុណ្ណេះវាមិនដល់$1000ទេនៅពេលបច្ចុប្បន្ននេះហើយអ្នកនរនឹងទទួលបានទូរស័ព្ទដៃមួយដ៏មានគុណភាពខ្ពស់ជាមួយនឹងការរចនាក៏ស្អាតអេក្រង់ក៏ល្អប្រព័ន្ធកាមេរ៉ាសឹងតែល្អឥតខ្ចោះក្នុងឆ្នាំ2025ចូលទៅក្នុងឆ្នាំ2026នេះ performance ដ៏ល្អមួយក្នុងពេលបច្ចុប្បន្នដែលបំពាក់ chip ខ្លាំងបំផុតមួយហើយនៅពេលបច្ចុប្បន្ននេះ Dimensity 9500ជាមួយនឹងថ្មទំហំធំ 6510 mAh ហើយនឹងការសាកថ្មចូលទៅវិញ 90W ហើយនឹងការប្រើប្រាស់បានយូរនេះគឺជារូបមន្តនៃទូរស័ព្ទល្អដែលយើងតែងតែចង់បានហើយ spec ប៉ុណ្ណេះកញ្ចប់តម្លៃប៉ុណ្ណេះខ្ញុំពិតជា recommend មែនទែនសម្រាប់ទូរស័ព្ទដៃ Vivo X300 Pro នេះហើយបើសិនជាអ្នកនរចង់បានទូរស័ព្ទដៃ Vivo X300 Pro នេះឬក៏ទូរស័ព្ទដៃទៅបញ្ចេញផ្សេងៗនេះដូចជា Find X9 Pro Magic 8 Pro អីផ្សេងៗហ្នឹងគឺអ្នកនរអាចទៅស្វែងរកទូរស័ព្ទដៃទាំងអស់នោះបាននៅហាងលក់ទូរស័ព្ទដៃ Henley Premium Store ដែលខ្ញុំនឹងដាក់តំណ link របស់គាត់នៅខាងលើទាំង Telegram ទាំង Facebook page អ្នកនរអាចតាក់ទងទៅគាត់បានជាមួយនឹងតម្លៃអីផ្សេងៗអ្នកនរអាច join group Telegram គាត់បានគាត់នឹងផុសតម្លៃរាល់ថ្ងៃនៅក្នុងហ្នឹងអ្នកនរអាចចូលទៅតាមដានបានអញ្ចឹងយ៉ាវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរចូលចិត្តហើយបើសិនជាចូលចិត្ត complete check like និង share ជាមតិយោបល់នៅខាងក្រោមផងតែអ្នកនរគិតយ៉ាងណាដែរជាមួយនឹងទូរស័ព្ទដៃ X300 Pro នេះអញ្ចឹង complete ចូលរួម subscribe ទាំងអស់គ្នាផងព្រោះថាវា free ទេសម្រាប់អ្នកទាំងអស់គ្នាតែវាជួយខ្ញុំបានច្រើនមែនទែនអញ្ចឹងបើសិនជាចូលចិត្ត complete check like comment ហើយនិង subscribe ទាំងអស់គ្នាផងអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត